អរគុណបងប្អូនទាំងអស់គ្នាដែលបានជួយសាងសង់ផ្ទះថ្មីរបស់ខ្ញុំសៀវស៊ឺកុំគួរសមជាមួយពួកយើងពេកអីមែនទេសៀវស៊ឺតើអញបានជួបគូដណ្ដឹងរបស់អញហើយឬនៅខ្ញុំមើលថានាងធំធាត់នៅក្នុងទីក្រុងតាំងពីតូចមកម្លេះតើនាងពិតជាសុខចិត្តរៀបការមករស់នៅភូមិរបស់យើងមែនទេខ្ញុំបានឮពីមិត្តភក្តិម្នាក់ថាថ្ងៃនេះនៅក្នុងទីក្រុងគ្រួសារតកូជីក៏មានពិធីការនីរៀបការនៅថ្ងៃនេះដែរតើអាចជាគ្រួសារតកូជីតែមួយទេត្រូវហើយនាមត្រកូលមិត្តស្រីរបស់អញក៏ជីដែរតើវាពិតជាចៃដន្យបែបនេះមែនទេតើគ្រួសារត្រកូលជីមានបងប្អូនស្រីផ្សេងទៀតទេគ្រប់គ្នាកុំបារម្ភអីការរៀបចំការងាររៀបការនេះតែងតែត្រូវបានរៀបចំដោយបងស្រីរបស់ខ្ញុំគ្រប់គ្នាជួយខ្ញុំសាងសង់ផ្ទះថ្មីនេះឲ្យលឿនឡើងដើម្បីកុំឲ្យយឺតពេលការងាររៀបការនៅដើមឆ្នាំក្រោយបាទយល់ព្រមកូនមិនរៀបការទេកូនមិនចង់រៀបការទៅជនបទទេកូនសូមអង្វរពុកតើនាងមានសិទ្ធិអ្វីបដិសេធខ្ញុំជាម្ដាយចុងរបស់នាងបានចិញ្ចឹមនាងអស់ជាច្រើនឆ្នាំមកហើយខ្ញុំមិនអាចចិញ្ចឹមនាងទេបានទេមែនទេបើនាងមិនរៀបការជំនួសយូរហើយទៅរងទុក្ខនៅភូមិបិណ្ឌហើយទេតើធ្វើដូចម្ដេចទើបយូរអាចរៀបការជំនួសមែនទេពុកកូនក៏ជាកូនស្រីបង្កើតរបស់ពុកដែរបានហើយបងស្រីរបស់កូនមានសុខភាពខ្សោយពីកំណើតភូមិបិណ្ឌហើយនៅជិតសមុទ្រហើយរលកធំណាស់តើនាងអាចទ្រាំទ្របានយ៉ាងដូចម្ដេចជីវិតដ៏លំបាកដែលត្រូវហើរខ្យល់ហើរថ្ងៃនោះចុះចំណែកកូនវិញពិតមែនហើយប្អូនស្រីបងនឹងរៀបការចូលគ្រួសារជ័យជំនួសប្អូនហើយនឹងធ្វើជាជំទាវវ័យក្មេងដ៏ល្អម្នាក់នៃគ្រួសារអភិជននោះបងនឹងមិនធ្វើឲ្យគ្រួសារតកូជីរបស់យើងត្រូវខ្មាស់គេឡើយយូតើកូនមិនអីទេកុំបារម្ភអីម៉ាក់មិនបណ្ដោយឲ្យកូនទៅរៀបការនៅជនបទដើម្បីរងទុក្ខឡើយពុកម៉ាក់ថ្ងៃនេះជាថ្ងៃមង្គលដែលកូនត្រូវរៀបការចូលគ្រួសារជ័យជំនួសប្អូនស្រីកូនអាចទ្រាំទ្រនឹងជំងឺបន្តិចបន្តួចនេះបានមើលចុះជីឈីវយូពិតជាដឹងខុសត្រូវណាស់កូនទាំងពីរជាកូនស្រីបង្កើតដូចគ្នាតែពុកខកចិត្តនឹងកូនខ្លាំងណាស់បានហើយឆាប់ឡើងឡានទៅរៀបការនៅជនបទដោយស្ងប់ស្ងាត់និងស្ដាប់បង្គាប់ទៅកូនមិនទៅទេនាងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់មកទីក្រុងវិញហើយមករំខានដល់ជីវិតអាពាហ៍ពិពាហ៍របស់យូឡើយមិនទេតើមានរឿងអ្វីកើតឡើងនឹងមិនអាចទេតើមានរឿងអ្វីកើតឡើងទេលោកអ្នកបើកបរពួកយើងមិនទាន់ដល់ភូមិបិណ្ឌហើយនៅឡើយទេតើលោកកំពុងធ្វើអ្វីនឹងម្ដាយចុងរបស់នាងឲ្យលុយខ្ញុំតែប៉ុណ្្នឹងទេគាត់ថាពេលអស់លុយឡានត្រូវឈប់ហើយខ្ញុំអាចទម្លាក់នាងនៅទីណាក៏បានស្អីគេហើយវ៉ាលីទាំងនេះពួកគេក៏បានរៀបចំទុកពីថ្ងៃមុនរួចដាក់ក្នុងឡានរបស់ខ្ញុំឲ្យនាងដែរឆាប់យកវាទៅមើលទៅពួកគេប្រហែលជាបានគ្រោងទុកជាយូរមកហើយដើម្បីបណ្ដេញខ្ញុំចេញពីគ្រួសារតកូជីខ្ញុំគួរតែទៅមើលសិនថាជាងស៊ឺជាមនុស្សបែបណាតើអ្នកអាចនាំខ្ញុំទៅរកជាងស៊ឺបានទេមកតាមខ្ញុំមកអរគុណហ្វាងតើនេះពិតជាផ្លូវទៅភូមិបិណ្ឌហើយមែនទេហេតុអ្វីបានជាមើលទៅរឹតតែដើរទៅរឹតតែស្ងាត់ទៅបែបនេះខ្ញុំនឹងនាំនាងទៅជួបបងសៀវស៊ឺផ្ទាល់តែម្ដងចាំបន្តិចឲ្យគាត់ជូននាងត្រឡប់ទៅវិញមេឃជិតងឹតហើយតើជាងស៊ឺនិងអ្នកផ្សេងទៀតនៅធ្វើការទៀតឬជីវិតគ្រួសាររបស់ពួកគេពិតជាលំបាកណាស់បន្តិចទៀតនាងចុះទៅសួរគាត់ដោយខ្លួនឯងទៅខ្ញុំនឹងចាំនៅទីនេះជួយមើលវ៉ាលីឲ្យលឿនឡើងបងសៀវស៊ឺកំពុងនៅខាងក្រោមនឹងហើយគាត់កំពុងជួយអ្នកភូមិឡាយលក់គ្រឿងសមុទ្រឆាប់ទៅមើលទៅលឿនឡើង
ខ្ញុំមិននឹកស្មានសោះថាការជួបគូដណ្ដឹងជាលើកដំបូងបែរជាស្ថិតនៅក្នុងកន្លែងស្ងាត់ជ្រុងគ្មានមនុស្សបែបនេះសោះខ្ញុំនិងបងសៀវស៊ឺជាសង្សារតាំងពីក្មេងមកម្លេះគ្មាននរណាម្នាក់អាចដណ្ដើមគាត់ពីខ្ញុំបានឡើយយ៉ាងណាក៏ដោយជីឈីវនាងគ្មានឪពុកម្ដាយណាស្រឡាញ់នាងឡើយបើនាងស្លាប់នៅក្នុងសមុទ្រក៏គ្មានអ្នកណាមកគ្រោកនាងដែរភ្លៀងនៅពិនហាយពិតជាធ្លាក់មកភ្លាមតែម្ដងមិនដឹងថាផ្ទះការរបស់ខ្ញុំអាចធ្វើរួចរាល់នៅឆ្នាំនេះដែរឬទេសំណាងហើយដែលថ្ងៃនេះឯងមិនបានទៅមាត់សមុទ្របើមិនដូច្នេះទេឯងប្រកាសជាជាប់គាំងនៅលើផ្ទាំងថ្មព្រះទឹកហើយវានឹងក្លាយជារឿងដ៏អាក្រក់បំផុតត្រូវហើយពេលនេះខ្យល់នឹងរលកនៅទីនោះខ្លាំងណាស់ប្រសិនបើមាននរណាម្នាក់នៅទីនោះនៅពេលនេះពួកគេប្រកាសជាត្រូវរលកគួចយកទៅបាត់ជាមិនខានសៀវស៊ឺមើលទៅតើប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅបងស្រីតើមានអ្វីខ្លះនៅក្នុងប្រអប់ហ្នឹងទាំងនេះជាគ្រឿងដែលបងបានរៀបចំទុកសម្រាប់យូយូទោះជាយ៉ាងណាក៏ដោយគ្រួសារតកូជីនៅទីក្រុងហើយពួកគេសុទ្ធតែជាអ្នកមានបងមិនដឹងថានាងនឹងពេញចិត្តរបស់ទាំងនេះដែរឬទេចាំគិតម្ដងមួយជំហានទៅបងម៉ាក់បានរៀបចំការដណ្ដឹងនេះឲ្យខ្ញុំតាំងពីច្រើនឆ្នាំមុនហើយខ្ញុំថែមទាំងមិនទាន់បានជួបនាងផងចុះយ៉ាងណាបើពីរបីថ្ងៃទៀតពួកយើងទៅទីក្រុងដើម្បីសួរសុខទុក្ខគ្រួសារតកូជីពួកយើងទៅសួរនាំថាតើមានរឿងអ្វីកើតឡើងឲ្យប្រាកដយល់ព្រមនេះជាទូរស័ព្ទមកពីឪពុកក្មេកនាពេលអនាគតរបស់ហែងតើថ្ងៃរៀបការជិតមកដល់ហើយមែនទេគាត់ប្រហែលជាចង់ពិភាក្សាអំពីការរៀបចំពិធីការនីរៀបការហើយលោកពូជីតើលោកមានការអ្វីមែនទេនៅពេលនេះកូនស្រីទី2របស់ខ្ញុំជីឈីវប្រហែលជាបានទៅដល់ផ្ទះរបស់អ្នកហើយពន្យល់រឿងរ៉ាវគ្រប់យ៉ាងប្រាប់អ្នកច្បាស់លាស់ហើយមែនទេជីឈីវតើនោះមិនមែនជាប្អូនស្រីរបស់យូយូទេនាងក៏មកភូមិបិណ្ឌហាយដែរលោកពូជីតើលោកចង់មានន័យថាម៉េចនឹងសម្ដីមុននេះតើជីឈៀងមកផ្ទះរបស់យើងតាំងពីពេលណាចៅហ្វាងហ៊ានកុហកខ្ញុំផងក្នុងអាកាសធាតុបែបនេះប្រសិនបើជាងស៊ឺនៅមាត់សមុទ្រគាត់ប្រកាសជាត្រូវរលកគួចទៅបាត់តាំងពីយូរហើយទូរស័ព្ទរបស់ខ្ញុំក៏អស់ធំទៀតខ្ញុំមិនស្គាល់ផ្លូវទៅភូមិបិណ្ឌហាយទេតើខ្ញុំគួរធ្វើដូចម្តេចទៅស្អីគេលោកកំពុងនិយាយថាលោកបានរៀបការយូរឲ្យទៅអ្នកផ្សេងហើយឲ្យកូនស្រីម្នាក់ទៀតគឺជាឈៀងមករៀបការជំនួសមែនទេត្រូវហើយសរុបមកគឺបែបនឹងហើយយូមិនអាចទៅរស់នៅជនបទដើម្បីរងទុក្ខជាដាច់ខាតនិយាយម្យ៉ាងទៀតគឺជាឈៀវបានមកដល់ភូមិបិណ្ឌហាយជាយូរមកហើយបងស្រីនៅខាងក្រៅមេឃងឹតខ្លាំងណាស់ហើយភ្លៀងក៏ធ្លាក់ខ្លាំងទៀតតើនាងអាចទៅទីណាទៅជួយផងជួយខ្ញុំផងជួយផងគ្រួសារជាងរបស់ឯងគ្រាន់តែជាអ្នកស្រែជនបទក្រីក្រប៉ុណ្ណោះកុំមករើសអើងជាមួយខ្ញុំអីទោះជាយ៉ាងណាក៏ដោយប្រសិនបើប្អូនប្រុសរបស់ឯងមិនចង់រៀបការជាមួយជីឈីវទេគ្រាន់តែដេញនាងចេញទៅបានហើយប៉ុន្តែជាដាច់ខាតកុំបញ្ជូននាងត្រឡប់មកខ្ញុំវិញឲ្យសោះយល់ព្រមប៉ុណ្ណឹងចុះចាំបន្តិចបងស្រីខ្ញុំត្រូវតែចេញទៅក្រៅរកនាងហើយខ្ញុំបារម្ភថាមានរឿងអ្វីកើតឡើងចំពោះនាងភ្លៀងធ្លាក់ខ្លាំងបែបនេះតើឯងទៅរកនាងនៅឯណាទៅ